Bạnថ្ងៃនេះលោកគ្រូចង់បង្ហាញអំពីការរំកិលក្បៀសណាដើម្បីលើកវាជាស្វ័យគុណងាយស្រួលក្នុងការកណនាលេខនៅក្នុងការដោះស្រាយលំហាត់អញ្ចឹងយើងមើលគំរូមួយសិនឧទាហរណ៍ថាលោកដាក់លេខ00អញ្ចឹងហើយក្បៀស00ណាអញ្ចឹងនិយាយអំពីការរំកិលក្បៀសការរំកិលក្បៀសគឺមានពីរករណីបងប្អូនចង់រំកិលក្បៀសទៅស្ដាំបើរំកិលមកស្ដាំគឺស្វ័យគុណអវិជ្ជមានបើប្អូនកិលមកខ្ទង់គឺស្វ័យគុណដក1បើកិលទៅ2ខ្ទង់គឺស្វ័យគុណដក2តែបើយើងចង់កិលក្បៀសមកឆ្វេងវិញគឺស្វ័យគុណបូកណា10ស្វ័យគុណបូកអញ្ចឹងបើកិលមកខ្ទង់គឺបូក1បើកិលមកឆ្វេង2ខ្ទង់គឺបូក2បើកិលមកឆ្វេង3ខ្ទង់គឺបូក3ណាអញ្ចឹងនេះយើងត្រូវចំណាំឥឡូវយើងមើលឧទាហរណ៍ខាងក្រោមនេះយើងមានលេខ46.125ចឹងបើលោកចង់សេទៅជា 4.9125 តើស្វ័យគុណប្រមាណចឹងមានន័យថាក្បៀសនេះគឺយើងកិលទៅខាងណាគឺយើងកិលមកឆ្វេងកិលមកមកខ្ទង់នេះក្បៀសនៅត្រង់ក្រោយ9ឥឡូវនេះវាមកមុខ9ចឹងយើងកិលមកឆ្វេងមកខ្ទង់បើកិលមកឆ្វេងមកខ្ទង់មានន័យថាគុណនឹង10ស្វ័យគុណ1ណាចុះខាងក្រោមនេះដំបូងឡើយគឺក្បៀសនៅក្រោយលេខ4ឥឡូវនេះក្បៀសលោតមកមុខលេខ4អញ្ចឹងមានន័យថាអូនកិលក្បៀសមកបានខ្ទង់បាទកិលមក2ខ្ទង់អញ្ចឹងនេះគឺមានលេខ0មួយមុខណាអញ្ចឹងកិលមក1 2អញ្ចឹងកិលមកឆ្វេង2ខ្ទង់គឺគុណ10សេគុណ2ចុះខាងក្រោមនេះវិញខាងក្រោមនេះយើងមើលលេខតាមវិញគឺ49.125អញ្ចឹងក្បៀសនៅក្រោយលេខ9ឥឡូវនេះក្បៀសលោតមកនៅក្រោយលេខ2អញ្ចឹងមានន័យថាយើងកិលក្បៀសទៅណាគឺកិលវាទៅស្ដាំកិលមកខ្ទង់1 2បាទទៅដល់លេខ2គឺយើងកិល2ខ្ទង់អញ្ចឹងបានកិលទៅខាងស្ដាំគឺសេគុណដកហើយកិលទៅមកខ្ទង់គឺ2អញ្ចឹងដក2ឥឡូវយើងឧទាហរណ៍ជាកាប់អ្វីខ្នាតវិញឧទាហរណ៍ថាយើងមានលេខ 0.05 គីឡូម៉ែត្រយើងដូរចាប់រត់ជាម៉ែត្រអញ្ចឹងយើងដឹងហើយថាគីឡូ10គុណណា10គុណ3ណាអញ្ចឹងបងប្អូនសេសិនចាក់ 0.05 គីឡូយើងយកដល់10សេគុណ3អញ្ចឹងវាទៅជាខ្នាតម៉ែត្រដែរប៉ុន្តែយើងចង់សេរីលេខនេះដើម្បីឲ្យទៅជាលេខគុណចំនួនគុណអញ្ចឹងយើងចង់លុបវាអញ្ចឹងលុបវាគឺយើងមានក្រោយវាបានខ្ទង់2ខ្ទង់អញ្ចឹងមានថាបងអូនត្រូវកត់វាទៅស្ដាំ2ខ្ទង់ដើម្បីឲ្យអស់ចំនួនទស្សភាគណាអញ្ចឹងកត់ទៅ2ខ្ទង់វាទៅជា5គុណ10សេគុណណាសេគុណដក2ពីព្រោះយើងកើទៅស្ដាប់1 2 2ខ្ទង់ដក2ហើយនេះគឺគុណ10សេគុណ3ស្រាប់បាទអញ្ចឹង10សេគុណដក2គុណ10សេគុណ3នៅសល់10សេគុណ1អញ្ចឹងយើងបាន5គុណនឹង10សេគុណ1ម៉ែត្រណាឬក៏ស្មើនឹង50ម៉ែត្របាទនេះគឺជាការសេរីស្វ័យគុណលេខទស្សភាគដើម្បីឲ្យងាយស្រួលក្នុងការកណនាលេខក្នុងលំហាត់ណា